There's not much to do when all I can is thinking about you. តែនៅម៉ោង2ខ្ញុំឈិតចូលទៅផ្សារបាកកហើយទៅហូបអីនៅបាកករួចហើយបានខ្ញុំចេញទៅមើលថ្ងៃលិចនៅភ្នំក្រោមឥឡូវខ្ញុំជិះទៅបាកកសិនទីពីនេះទៅបាកកហើយ10ជាងគីឡូហើយពីបាកកទៅភ្នំក្រោម25គីឡូហើយដល់ទីបាកកមកឡើងលេខបាន9គីឡូហើយឥឡូវខ្ញុំមកដល់ផ្សារបាកកហើយណាស់កោហើយចាប់ម៉ូតូនៅខាងនោះហើយឥឡូវយើងដើរទៅខាងលើផ្សារបាកកធំមែនទេអ្នកគ្នាហើយមានផ្ទះប្រជាជនជុំវិញហើយមានស្រះគង្គង់ទឹកនៅpodសងខាងប្រាសាទផ្សារធំមែនខ្ញុំមកអត់ដងអត់ដែរមកស្ដាយទេផ្សារហ្នឹងអ្នកតំបានមកមានស្រះទឹកជុំវិញគូទឹកនេះអ្នកគ្នាខ្ញុំមកដល់ក្នុងផ្សារបាកកស្អាតស្អាតមែនទែនធំហើយនេះនៅខាងក្នុងនេះមានផ្សារមួយថាសំពីដីឥដ្ឋថ្មដីឥដ្ឋនៅខាងក្នុងផ្សារនឹងតិចនៅខាងក្រៅអូក្តៅមែនទែនមានផ្សារមួយទៀតហើយនៅតាមជ្រុងហ្នឹងមានតាមជ្រុងនីមួយៗមានតម្រៃមានអីដូចជានៅផ្សារមេបុនដែរនេះអ្នកឥឡូវយើងកំពុងតែដើរឡើងទៅខាងប៉មកដាលហើយគេដើរជំដាប្រាសាទសួរឡើងធំហើយយើងឡើងហើយអូខេវាសឹកពុះប៉ុន្មានទេមានណាមានជាន់2 3មកជំនាញផ្សារស្អាតមែនតើនេះវត្តនៅចិត្តប្រាសាទបាកងហើយខាងនេះក៏ហូបចម្លាក់ផ្ទាំងគំនូរដែលនៅជុំវិញជញ្ជាំងហើយជាហូបចម្លាក់និយាយពីប្រវត្តិកំតែមើលរចនាបថលាយគ្នាខ្លះហើយឆ្នាំបកេសាទៅបែប colorful ណាអ្នកគ្នាមានរហូនេះណាឥឡូវនៅតាមផ្លូវទៅក្រុងលើអ្នកគ្នាខ្ញុំដើរលើភ្នំក្រោមហើយចាប់មកចូលកន្លែងហ្នឹងហើយ boom look at the view it's breathtaking you know ខាងលើមានទឹកនៅលិចហើយខាងនេះមានស្រះទឹកមានវាលស្រែ Oh my god ហើយខាងនេះគឺបានព័ត៌មានគេនិយាយពីប្រាសាទភ្នំក្រោមហ្នឹងកសាងក្នុងរជ្ជកាលព្រះបាទយសវរ្ម័នទី1ចុងសតវត្សទី9ដល់សតវត្សទី10នោះគឺដល់ព្រហ្មញ្ញសាសនាមានព្រះសូរព្រះវិស្ណុព្រះព្រហ្មអញ្ចឹងទៅហើយខាងនេះមានអំបិលខ្ញុំហូបបានផ្លែអំបិលមកហើយជួបគាត់មានគាត់ថាផ្លែជូរផ្អែមឯងសាក់ភ្លុកសិនជូរមែនតើខាងនេះវាតួប្រាសាទគេកំពុងតែស្ថិតនៅក្រោមការជួសជុលតែយ៉ាងឡើងទេហើយអ្នកគ្នាមើលតែសភាពស្អាតខ្លាំងហើយនៅអ្នកគ្នាខាងនេះមកឃើញវាស្រះនេះច្បាស់ហ្មងណាបងពណ៌បេតងការគឺខ្ចីអីខ្ញុំមិនដឹងណាពណ៌របស់កំពងណាស្អាតមែនទែនmy god ស្អាតម្ល៉េះខាងនេះវាស្រែនេះឃើញព្រៃឈើគ្នាឃើញដូចជាទន្លេសាបអីអូអ្នកឃើញថ្ងៃលិចនៅភ្នំក្រោមស្អាតមែនទែនស្អាតដូចនៅបាខែងដែរតែថ្ងៃខ្លះបាខែងអាចនឹងអត់បានឃើញថ្ងៃស្អាតទេតែខ្ញុំមកលើនេះមកភ្នំក្រោមលើកទី1ឃើញថ្ងៃស្អាតបងស្អាតជាងនៅជប៉ុនហើយមានមនុស្សម្នាក់មើលច្រើនហើយយើងឃើញថ្ងៃលិចហើយយើងបានមើលឃើញវាលស្រែទៀតស្អាតអ្នកគ្នាថ្ងៃលិចម៉ោង6កន្លះហើយខ្ញុំគិតថាខ្ញុំនឹងចុះទៅវិញព្រោះឯងថាតែខ្លាចចុះទៅវាមេឃល្ងិតខ្លាំងណាស់ស្អាតតែអ្នកគ្នាហ
ហើយរៀងមានមនុស្សគេមកមើលច្រើនដែរតែតិចជាងក្នុងមួយខែហើយខ្ញុំដើរទៅវិញហើយទៅមករៀនម៉ូតូហើយជិះទៅវិញអូខេឥឡូវខ្ញុំយកម៉ូតូវិញហើយខាងនោះជួលម៉ូតូ1000ហើយនៅវត្តនៅក្នុងលើភ្នំហ្នឹងឥឡូវខ្ញុំទៅកន្លែងគេខ្ញុំវិញនេះអ្នកនរនៅតាមផ្លូវហើយមើលទៅភាពវ៉ាវស្អាតហើយជិះទៅមាននេះហើយខ្ញុំមកដល់ parking lot កន្លែងចតម៉ូតូរបស់សៅខ្ញុំហើយគេហៅសៅខ្ញុំហើយខ្ញុំកំពុងតែដើរទៅកន្លែងគេងហ្នឹងសុបាយជិះម៉ូតូឡើងភ្នំខ្ញុំគិតថាជាផ្លូវឡើងទៅភ្នំក្រោមហ្នឹងពិបាកពិបាកអីអ្នកនរគ្នាផ្លូវស្រួលឡើងមែនតើហើយសម្រាប់ខ្ញុំតែរៀនចេះជិះម៉ូតូហ្នឹងធម្មតាខ្ញុំអាចឡើងបានចឹងឡើងឯងខ្ញុំមកលោកខ្ញុំថាឡើងពេលខ្ញុំគិតថាផ្លូវវារៀនពិបាកឡើងតែណាក៏ពីការគិតរបស់ខ្ញុំមួយម៉ាត់ចិត្តហ្នឹងហើយខ្ញុំហូបទីថ្ងៃហូបខ្ញុំគិតថាខ្ញុំចុះហូបមីជូរគីតិចមីកូតិចលើយកមីកូក៏ណាដោយសារតែមានជូរគីហូបច្រើនទេហូបពីចប់ហើយអត់មានអីទេទៅណាហូបតែមីហើយយើងទៅតែយើងគេងវិញទៅមើល movie គេថាមាន movie night ទៅហ្នឹងលើកឡើងគេមានចាប់ចាំងពុនគឺតែគេមាន activity ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យហ្មងហើយនេះចាក់movie ម៉ោង8មួយម៉ោងជាងហើយmovie នេះគេមានមួយអាទិត្យមានប្រហែលជា2ថ្ងៃឬក៏3ថ្ងៃខ្ញុំមិនដឹងដែរ